Ban sumជំរាបសួរលោកគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងតារាងសិស្សទទួលសម្ភារៈបាទអញ្ចឹងបើមានចម្ងល់ឬក៏បញ្ហាអីលោកគ្រូសូម scan QR code ត្រង់នេះមកបាទអញ្ចឹងនេះគឺជាទម្រង់នៃតារាងបាទបញ្ជីឈ្មោះសិស្សទទួលសម្ភារៈលោកគ្រូអាចវាយបញ្ចូលបាននៅទីនេះទាក់ទងតើរបាយការណ៍ហ្នឹងយើងធ្វើខែណាដែរបាទយើងអាចវាយបំពេញបន្ថែមបានដោយខ្លួនឯងទេកន្លែងហ្នឹងបាទអត់មានធ្វើការបានដាក់លេខកូដអីទេបាទអញ្ចឹងនៅទីនេះនៅពេលដែលសិស្សគឺលោកគ្រូមិនអាចវាយបញ្ចូលទេគឺយើងធ្វើការជ្រើសរើសនៅអត្ថលេខសិស្សនីមួយៗដែលទទួលបានបាទយើងគ្រាន់តែធ្វើការជ្រើសរើសបែបហ្នឹងទៅគឺវានឹងបង្ហាញឈ្មោះដោយស្វ័យប្រវត្តិហើយជាក់ស្ដែងតើសិស្សហ្នឹងទទួលបានអីគេបាទទទួលបានកង់យើងជ្រើសរើសចុចនៅទីនេះមកហើយយើងដាក់អក្សរ A នេះទៅវានឹងចេញសញ្ញា tick ហើយដោយសារតែលោកគ្រូបានដំឡើងពុំដែលខ្ញុំបកគោលជូនរួចហើយបាទអញ្ចឹងបើបានអីលោកគ្រូបាទជ្រើសរើសដាក់តាមនឹងមកអញ្ចឹងបើមិនទទួលបានកង់នេះទេលោកគ្រូអាចចុចនៅទីហ្នឹងហើយយើងចុចបាទ key delete លើកុំព្យូទ័រទៅគឺជាការស្រេចហើយតែប៉ុណ្្នឹងទេលោកគ្រូបាទអញ្ចឹងឥឡូវយើងឧទាហរណ៍ថាបានទទួលតែប៉ុណ្្នឹងទេលោកគ្រូអាចចុចប៊ូតុងលាក់មកអញ្ចឹងវានឹងលាក់តារាងទទេចោលហើយតើតើជាមួយនឹងការបច្ឆេទនេះយើងអាចពិនិត្យមើលលើកុំព្យូទ័ររបស់លោកគ្រូបាទអញ្ចឹងបើកុំព្យូទ័រដំណើរការនៅថ្ងៃមុនយើងវាយបញ្ចូលថ្ងៃមុនដែរបើខែមុនយើងវាយបញ្ចូលខែមុនបាទអញ្ចឹងសូមវាយការបច្ឆេទនៅទីនេះមកអញ្ចឹងឧទាហរណ៍ថ្ងៃ18បើខែ9ឆ្នាំ2025បាទយើងវាយបញ្ចូលប៉ុណ្ណឹងយើងចុចចេញមកលោកគ្រូបាទអញ្ចឹងវានឹងបង្ហាញការបច្ឆេទចន្ទគតិសុញ្ញគតិដោយស្វ័យប្រវត្តិទេហើយជាក់ស្ដែងតេតងជាមួយនឹងការបញ្ចូលហត្ថលេខាអន្តរាបើមានការឯកភាពពីលោកនាយកហើយគឺអាចបញ្ចូលបានហើយយើងចុចលើពណ៌សនេះហើយយើងចុចត្រានិងឈ្មោះទៅបាទអញ្ចឹងយើងបញ្ចូលតាមហ្នឹងទៅទាំងហត្ថលេខាគ្រូបន្ទប់ថ្នាក់ទៀតក៏ល្អដែរបើសិនជាយើងចង់បញ្ចូលបាទរួចរាល់ហើយលោកគ្រូបាទសូមផាសទីតាំងទៅឯកសារនៅទីនេះយើងចុចទាញយកគឺជាការស្រេចបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះបាទសូមជម្រាបលា